ចូលដល់ how to write ជំនួយផ្សេងអញ្ចឹងក្នុងនេះយើងមានstep ចំនួន4ដែលយើងត្រូវដឹងវិធីកលឹះសំខាន់ដើម្បីឲ្យយើងអាចជួយទៅប្រើប្រាស់បានទី1តើទៅ clarity យើងធ្វើម៉េចពេលដែលយើងសរសេរឲ្យវាមានភាពជាក់លាក់និងភាពទីផ្ទាត់គ្នាណា be clear specific your prompt ណា to get accurate relate response បានន័យថាត្រូវធ្វើម៉េចឲ្យវាច្បាស់សំណួរហ្នឹងឲ្យគេយល់ដូចយើងទៅសេសំណួរសួរទៅកាន់មនុស្សដូចគ្នាដែរណាជៀសវាងដាក់មកស្មុគស្មាញអីចឹងទៅវាពិបាកក្នុងការឲ្យដល់ព័ត៌មានណាសំណួរជ្រៅដូចតាក់ទងនឹងរឿងនយោបាយតាក់ទងនឹងរឿងបុគ្គលរឿងអីដែលมันមាននេះហ្នឹងគឺវាអត់ចាញ់ទេចង់បញ្ជាក់ណាតិចថ្ងៃក្រោយចង់សួរប៉ុន្តែយើងអាចព័ត៌មានខ្លះវាអាចចាញ់ឲ្យទីហោថាយើងសួរពីប្រវត្តិប្រធានាធិបតីចិនស៊ីជីនពីងយើងវាយមកគឺ Xi Jinping can you tell me about history ណាវាចាញ់ឲ្យបាទប៉ុន្តែបើនិយាយរឿងស៊ីជម្រៅផ្សេងទៀតពាក់ព័ន្ធរឿងនយោបាយគឺវាបិទហើយសូមមេត្តាជៀសវាងរឿងសំណួរលក្ខណៈ sensitive ទៅតែលោកវាអាចនឹងពេលខ្លះវាមិនឆ្លើយឲ្យតែម្ដងវាមិនឆ្លើយឲ្យតែម្ដងអញ្ចឹងណាបាទប៉ុន្តែបើយើងឲ្យវិជាទៅ tell me about history យើងអះមក explain the cause world war 2ថាយើងត្រូវច្បាស់ណាស់ថាសូមឲ្យប្រាប់ខ្ញុំពីប្រវត្តិនៅបញ្ជលបន្ថែមមកខ្ញុំថាមូលហេតុនៃសង្គ្រាមលោកលើកទី2ច្បាស់ចឹងណាបាទដើម្បីឲ្យវា generate មកឲ្យយើងវាផ្ដល់ព័ត៌មានឲ្យយើងច្បាស់ clarify បាទ tell me explain មូលហេតុអំពីសង្គ្រាមលោកលើកទី2ណាទីខ្ញុំសារឲ្យបាទចំណុចទី2ពាក់ព័ន្ធទៅនឹង consistent ធ្វើម៉េចឲ្យវាស៊ីគ្នាមិនស៊ីគ្នាឲ្យវាស្របគ្នាអត់ទៀតកុំសួរសំណួរជាលក្ខណៈច្រើនជាន់ណាបាទជាលក្ខណៈច្រើនជាន់ណាឲ្យវា simple ហើយវាតំណាក់តំណងគ្នាបាទជៀសវាងភាសាហ្នឹងអញ្ចឹងយើងប្រើជាលក្ខណៈភាសាសាមញ្ញហើយជៀសវាងគេហៅថាមានការយល់ច្រឡំមកទឹកបន្តិចហ្នឹងហើយបាទហើយការប្រើប្រាស់ពេលខ្លះភើមនៃពាក្យបច្ចេកទេសពាក្យបច្ចេកទេសបាទវាជាការចាំបាច់ណាស់សម្រាប់ការសាកសួរព័ត៌មានហ្នឹងបើមិនចឹងទេយើងគាត់វាក៏មិនអាចជល់ពីយើងវាអាចចូលពីយើងបានច្បាស់ដែរហើយទី3ពាក់ព័ន្ធនឹង structure វាមានលក្ខណៈសុខមាយើងត្រូវ break down មិន question របស់យើងឲ្យវានេះបាទយើងត្រូវចេះ break down យើងត្រូវលម្អិតឲ្យវាយល់បាទយើងមិនមែនដាក់ទាំងដុលរាវទេចុងក្រោយឲ្យវាឆ្លើយទេអត់ទេណាយើងត្រូវ break down កន់វាមួយបើទីហោរបស់គេគេដាក់ថា instead tell me everything about AI ask what is AI វាឆ្លើយមកតាមហ្នឹងណាទី4ពាក់ព័ន្ធទៅនឹងការពិសោធន៍ experiment ចឹងការ testing អីមួយវាត្រូវទាមទារការយល់អំពីគោលបំណងវត្ថុបំណងអីឲ្យបានច្បាស់លាស់ដើម្បីឲ្យយើងត្រូវស្វែងរក
ពាក្យណាដែលឲ្យវា relevant គ្នាហើយវាត្រឹមត្រូវបាទឧទាហរណ៍ថាយើងវាយទៅវានឹង experience ទៅថា experience អញ្ចឹងយើងខ្វះអក្សរអីណាមួយជួនកាលវាបើយល់វាទៅហើយវាអាចទៅបានតែបើសិនជាក្នុងករណីពាក្យយើងផ្សេងខុសវាអាចទៅពាក្យផ្សេងអញ្ចឹងទៅវាចាប់នៃផ្សេងទៅអញ្ចឹងណាអញ្ចឹងវាទាមទារថាធ្វើម៉េចឲ្យយើងពិនិត្យពិច័យបានច្បាស់លាស់ដែរឲ្យថាប្រើវាវាយចិត្តពីទេបាទអូខេនេះគឺជា best practice មកប្រមហើយយើងអាចវាយបានយកពាក្យដែលខ្ញុំសរសេរយកពាក្យដែលខ្ញុំមាននៅក្នុង slide ហ្នឹងយកទៅតេស្តខ្លួនឯងបានឧទាហរណ៍ថា include relevant context in your prompt help understand background scope in image to respond មិនយើងដាក់មកឃើញរូបភាពអត់នេះរូបភាពដែល generate ពី AI មកណាតិចថាអត់មានមនុស្សទៅគូវាអត់មានទេណាបាទ setting boundary យើងប្រើវាមិនចឹងទៅលក្ខណៈវាភាគច្រើនវាស្មានច្រើនដែរហើយមួយទៀតតទៅនឹង example យើងអាចប្រើជា example ឲ្យយើងឲ្យវាហើយទី3យើងត្រូវមាន feedback បាទវាក៏ទាមទារ feedback ដែរ